ជនជាទីគោរពនិងជាទីមេត្រីជាបន្តទម្រង់ដែលនឹងបង្ហាញជូននៅក្នុងឱកាសដ៏សែនពិសេសនេះសូមផ្ដល់ជូននៅក្បាច់គុណយុទ្ធក្រមខំរីរីទស្សនាដូចតទៅបងសាវតាខ្មែរបើទំពោហើយនាសម័យអាណាចក្រអង្គរមានមហាវីរក្សត្រខ្មែរមួយអង្គព្រះនាមព្រះបាទជ័យវរ្ម័នទី7ក្នុងរជ្ជកាលព្រះអង្គទ្រង់បានពង្រីកដល់ដែនដីដ៏ធំល្វឹងល្វើយក្រោមការតស៊ូប្រោសផ្ដាច់មហោចាររបស់ព្រះអង្គនិងមហាវីរៈគាត់ទាំងអស់តាមក្បួនខ្នាតតម្រាសឹកចម្បាំងវិជាគុណដ៏មានអានុភាពដែលបានប្រសិទ្ធនាមថាមហាយុទ្ធក្រមខំកម្ពុជាក្បាច់គុណនេះត្រូវបានចងក្រងដោយព្រះអង្គដោយប្រមូលនៅក្បួនតម្រាសឹកចម្បាំង3សម័យកាលគឺសម័យកាលនគរភ្នំសម័យកាលចេឡានិងសម័យកាលអង្គរនៅក្នុងក្បួនសឹកចម្បាំងមហាយុទ្ធក្រមខំឬមហាវិជ័យសង្គ្រាមនេះផងដែរត្រូវបានបែងចែកជា3ក្បួនខ្នាតធំក្បួនទី1យុទ្ធគុណខំសំដៅលើក្បួននៃក្បាច់គុណអន្តរយុទ្ធនិងក្បាច់អាវុធយុទ្ធភ័ណ្ឌក្បួនទី2យុទ្ធសាលខំសំដៅលើមន្តអាគមរួមមានមន្តបាំងមន្តតាំងនិងមន្តមរៈជាដើមក្បួនទី3យុទ្ធកលខំសំដៅលើក្បួនវិបយាយុទ្ធភូមិសាស្ត្រកលល្បិចទឹកដងទ័ពក្នុងការធ្វើសង្គ្រាមពេលនេះដោយមានស្មារតីអភិរក្សលើកស្ទួយនៅសម្បត្តិក្បាច់គុណដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននេះកលបុត្រកលធីតាខ្មែរក៏បានចូលរួមសាមគ្គីជាធ្លុងមួយបង្កើតជាសហព័ន្ធយុទ្ធជនមួយដែលមានឈ្មោះថាយុទ្ធក្រមខំក្នុងបុព្វហេតុដើម្បីផ្សព្វផ្សាយនៅកម្ពុជាក្បាច់គុណបុរាណខ្មែរយុទ្ធក្រមខំមហានគរឲ្យមានកិត្តិយសដើម្បីរន្ទឹងនិងរស់រានមានជីវិតឡើងវិញនៅក្នុងឆាកជាតិនិងអន្តរជាតិក្រោមបេសកកម្មរបស់សហព័ន្ធយុទ្ធក្រមខំសូមជូនការបង្ហាញឲ្យស្គាល់នៅវត្ថុកំណាចដែលបានកាយពីមហាវិជ័យសង្គ្រាមគឺកម្ពុជាក្បាច់គុណបុរាណខ្មែរយុទ្ធក្រមខំមហានគរ
ស្ដែងចេញនៅយើងបានធ្វើការបង្ហាញគឺតំបន់ហ្នឹងចា៎តំណាងយុទ្ធក្រមខំខ្មែរបាទជំរាបសួរសុខទុក្ខយ៉ាងម៉េចដែរឱកាសព្រីពិធីបុណ្យនំទូកនេះបាទសុខសប្បាយទាំងអស់គ្នាហើយថ្ងៃនេះយើងបង្ហាញជាឈុតណាត់អ៊ំបាញ់ហាក់បីដូចនេះខ្ញុំមានមោទនភាពនៅពេលដែលនេះខ្ញុំបានកើតជាខ្មែរក្បាច់គុនបុរាណខ្មែរគឺមានកំណើតយូរលង់ណាស់មកហើយដែលបានបង្ហាញអំពីភាពអង់អាចក្លាហានតស៊ូយ៉ាងស្វិតស្វាញនៅក្នុងការប្រកួតនេះយុទ្ធក្រមខ្មែរគឺមានកំណើតតាំងពីពេលណាមកហើយបានហាគេប្រើនៅពេលណាដែរចា៎បាទក្បាច់គុនបុរាណខ្មែរយុទ្ធក្រមផងគឺមានតាំងពីសម័យកងការទឹកដីដែលអបអរខ្មែរពីដើមមកម្ល៉េះដែលហៅថាក្បួនវិជ័យសង្គ្រាមហើយជាពិសេសគឺបានព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យបំផុតគឺមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី7លោកមានព្រះបញ្ញាញាណលោកបានប្រមូល4ទាំង3សម័យកាលមានសម័យកាលនគរភ្នំសម័យកាលនគរជាឡានិងសម័យកាលអង្គរដែលជាសម័យកាលរបស់ព្រះអង្គបានប្រសិទ្ធនាមទៅជាមហាយុទ្ធក្រមខមដែលអាចហៅបានថាក្បួនវិជ័យសង្គ្រាមហើយក្បាច់គុននេះបើសម្រាប់ពីសម័យបុរាណគេសម្រាប់បង្ហាត់កងទ័ពសម្រាប់ការពារមហាអាណាចក្រខ្មែរយើងបាទអរគុណច្រើនចង់សួរបន្តិចតាក់ទងទៅនឹងសមាគមយុទ្ធក្រមខំខ្មែរយើងដែលមកដល់ពេលនេះឃើញមានសមាជិកប្រជាជនសិស្សមានការកើនឡើងច្រើនតើអាចទៅមានតំណងដើម្បីធ្វើការវឹកហាត់ហើយចំពោះសេវាកម្មនៃការវឹកហាត់ហ្នឹងយ៉ាងម៉េចដែរអាចជម្រាបជូនបន្តិចបានទេព្រោះថាយុវជនខ្មែរយើងជាច្រើនតែគាត់ចាប់អារម្មណ៍ហើយនឹងចង់ចេះចង់ថែរក្សានៅមរតកវប្បធម៌ដ៏មានតម្លៃនេះបាទសូមជើញអរគុណក្បាច់គុនយុទ្ធក្រមខមដែលដឹកនាំដោយសហព័ន្ធយុទ្ធក្រមខមខ្ញុំបាទនរៈសិង្ហតំណាងឲ្យសហព័ន្ធយុទ្ធក្រមខមបានបំបីសាខាទៅតាមសាកលវិទ្យាល័យចំនួន10សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាយើងនេះហើយចឹងហើយជាពិសេសបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំបាទ012 959 909ក៏សូមសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្មែរស្រឡាញ់ខ្មែរទេខ្មែរជួយខ្មែរទេខ្មែរអភិរក្សវប្បធម៌ខ្មែរទេបាទអរគុណច្រើនអញ្ចឹងជូនពរសូមឲ្យបាទអ្នកទាំងអស់គ្នាទទួលបាននៅសេចក្តីសុខភាពល្អហើយបន្តថែរក្សានៅមរតកវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានបាទដើម្បីឲ្យពិភពលោកបានស្គាល់ថាខ្មែរគឺមានសម្បត្តិវប្បធម៌ដ៏អស្ចារ្យច្រើនទៀតតែមិនអាចកាត់ថ្លៃបាននៅលើពិភពលោកយើងនេះបាទអរគុណជូនមហាគ្រួសារខ្មែរទាំងអស់គ្នាមួយបាទចាអរគុណច្រើនជូនពរសម្រាប់ជួបគ្នាឱកាសក្រោយណាបាទអរគុណពីកម្មវិធីក៏នៅតែបន្តផ្ដល់ជូនភាពរីករាយជាបន្តបន្ទាប់នៅក្នុងកម្មវិធីប្រគំតន្ត្រី